ខ្ញុំជឿជាក់ថាអង្គសិក្ខាកាមថាដឹកនាំក៏ដូចជាសមាជិករបស់យើងទាំងអស់គឺត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើអ្វីដែលជាកាតព្វកិច្ចភារកិច្ចរបស់យើងក្នុងនាមជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាដើម្បីធ្វើយ៉ាងណានោះគឺទាញយកឧត្តមភាពឈ្នះជូនមកដល់គណៈបករបស់យើងឈានទៅដល់ការបោះឆ្នោតឆ្នាំ2027-2028ខាងមុខនេះខ្ញុំគឺមានជំនឿយ៉ាងមុតមមថាវគ្គបណ្ដុះបណ្ដាលរបស់យើងនេះគឺបានផ្ដល់នៅចំណេះដឹងនៅបទពិសោធន៍ថ្មីជាច្រើនបន្ថែមទៅដល់សិក្ខាកាមក្នុងការបំពេញការងារជូនបកក៏ដូចជាដើម្បីប្រែក្លាយខ្លួនជាមន្ត្រីគណៈបកដែលមានសក្តានុពលគឺតាមរយៈបទឧទ្ទិសនាមលើប្រធានបទជាច្រើនបាទហើយរួមទាំងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមាជិកគណៈបកប្រជាជនរបស់យើងនៅស្រុកឬមិហែកការងារទាំងអស់នេះគឺយើងបានឃើញការខិតខំក្នុងរយៈពេលមួយថ្ងៃកន្លះអ្វីដែលជាសមិទ្ធផលហើយនឹងការបំពាក់នៅចំណេះដឹងបន្ថែមប្រព័ន្ធនៃការគ្រប់គ្រងទិន្នន័យនិងព័ត៌មានសំខាន់របស់គណៈបកនៅក្នុងគ្រប់ឃុំទាំង16របស់យើងនៅស្រុកមិហែកនេះគឺខ្ញុំសង្ឃឹមថាយើងនឹងអាចយកទៅប្រើប្រាស់ឲ្យបានទាន់នៅពេលវេលាហើយសម្របសម្រួលធ្វើយ៉ាងណានោះពង្រឹងនៅប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំក្នុងរចនាសម្ព័ន្ធនៃគណៈបករបស់យើងគ្រប់ជាន់ថ្នាក់នៅស្រុកមិហែក